ចាបងអញ្ចឹងថ្ងៃនេះបងអូនចង់មកណែនាំបងទាក់ទងជាមួយនឹងការប្រើប្រាស់ប៉ុងក៏ដូចជាមុខងារ Multi Terrain Selection ដែលយើងឃើញអក្សរកាត់គេដាក់ MTS ណាបងអញ្ចឹងសម្រាប់ការប្រើប្រាស់ MTS ក៏ដូចជាការប្រើប្រាស់ប៉ុងរបស់ Travo របស់យើងគឺអត់សូវខុសគ្នាប្រហែលទេសម្រាប់ X2 គឺយើងប្រើប្រាស់នៅផ្លូវធម្មតាផ្លូវដែលយើងរត់ខេត្តអីធម្មតាណាបងហើយ X4 យើងប្រើទៅលើស្ថានភាពផ្លូវដែលពិបាកផ្លូវល្អិលផ្លូវខ្សាច់ផ្លូវគ្រួសអញ្ចឹងណាបងនឹងមុខងារ 4L វិញគឺយើងប្រើនៅពេលដែលផ្លូវពិបាកខ្លាំងដូចជាឡានយើងជាប់ផុងផ្លូវផុកល្បាប់អីអញ្ចឹងណាបងសម្រាប់ X2 នឹងដែរបងប្អូនអាចជ្រើសរើសម៉ូតបានយើងមាន dry mode របស់យើងមាន Eco មាន Sport mode ជាមួយនឹង Normal អញ្ចឹងសម្រាប់ X2 គឺយើងប្រើប្រាស់បាន3 mode ហ្នឹងណាបងអញ្ចឹងយើងចូលមកដល់ការប្រើប្រាស់ 4X ម្ដងបងអញ្ចឹង 4X បងនឹងស្រាប់ហើយសម្រាប់ការប្រើប្រាស់គឺយើងប្រើប្រាស់ទៅលើផ្លូវដែលមានស្ថានភាពដែលពិបាកផ្លូវខ្សាច់ផ្លូវគ្រួសផ្លូវល្អិលអីអញ្ចឹងណាបងអញ្ចឹងយើងអាចប្រើជាមួយនឹង MTS របស់យើងដែលយើងហៅថា Multi Terrain Selection អញ្ចឹងបងកាច់មក X4 ហើយបងចុច Multi Terrain Selection ដូចបងអូនមកបន្ទាប់មកបងមួលនៅលើអញ្ចឹងនៅពេលដែលបងមួលមកហើយបងនឹងឃើញ mode ដែលយើងអាច select បានយើងអាចដាក់ auto ឬក៏យើង select ទៅតាមស្ថានភាពផ្លូវមាន deep snow មាន matte មាន sand និងមាន dirt អញ្ចឹងទៅតាមស្ថានភាពផ្លូវដែលបងជួបណាបងចាបងឥឡូវយើងចូលមកដល់ការប្រើប្រាស់ 4L ជាមួយនឹង Multi Terrain Selection ម្ដងអញ្ចឹង 4L ហ្នឹងបងដឹងស្រាប់ហើយយើងរបៀបភ្ជាប់យើងត្រូវដោះលេខអស់ចូល N សិនបន្ទាប់មកចាំបងទាញមក 4L មកបងបន្ទាប់ពីបងទាញមក 4L ហើយបងចុចកន្លែង Multi Terrain Selection ហ្នឹងមកអញ្ចឹងវានឹងមាន mode ឲ្យបងរើសទៅតាមស្ថានភាពផ្លូវដូចគ្នាអញ្ចឹង mode ដែលយើងអាចរើសបានមាន3 mode ហើយយើងក៏អាចរើសពី auto បានដែរបងអញ្ចឹងមាន rock ហ្នឹងគឺថ្មធំបងមាន sand មាន matte ដូចទៅនឹងយើងប្រើប្រាស់នៅលើផ្លូវរបស់យើងដែរអញ្ចឹងបងដែលជួបប្រទះទៅតាមស្ថានភាពផ្លូវបែបណាបងអាចរើសយក mode បែបហ្នឹងបានណាបងចាំបងមួយទៀតសម្រាប់របៀបផ្ដាច់ 4L វិញគឺដូចរបៀបចំអញ្ចឹងបងដោះលេខអស់ចូល N សិនមកបន្ទាប់មកបងរុញមក X2 ឬ X4 មកជាការស្រេចបងអញ្ចឹងបងដែលមានចម្ងល់ទៅនឹងការប្រើប្រាស់អាច comment សួរបងអូនបានណាបងអរគុណបង